ពីព្រោះនៅក្នុងការរស់នៅជីវិតជាប្រចាំថ្ងៃរបស់បុគ្គលមួយរូបហ្នឹងมันអាចរស់នៅដោយឯងឬក៏ឯកោតែម្នាក់ឯងបានទេព្រោះតែងតែមានមរកខ្លាមិត្តភឿនឬក៏មិត្តភ័ក្តិអ្នកស្គាល់គ្នាអីហ្នឹងបើនៅក្នុងភាសាអង់គ្លេសគេហៅថា friendship ហ្នឹងបានន័យថាទំនាក់មិត្តភាពត្រូវមានមិត្តភាពត្រូវមានទំនាក់ទំនង communication អីហ្នឹងប្រស័យតតងគ្នាទៅវិញទៅមកយើងអាចរស់នៅតែម្នាក់ឯងអីបានទេហើយសួរថាអាចរស់នៅតែឯងអីបានអត់គឺបានបានប្រសិនបើរស់នៅតែឯងនៅពេលដែលមានទុក្ខមានទុរៈមានអីស្រួលថាស្រួលទេនៅក្នុងការបម្រើអីផ្សេងក្នុងការជួយសង្គ្រោះអីផ្សេងប្រកបថានឹងពិបាកដូច្នេះបានត្រូវការមានមិត្តភ័ក្តិត្រូវមានបងប្អូនសាច់ញាតិមរកខ្លាអីហ្នឹងប៉ុន្តែត្រូវដឹងថាមិត្តប្រភេទណាដែលគួរសេពគប់ហើយមិត្តប្រភេទណាដែលមិនគួរសេពគប់មិនមែនឲ្យតែមិត្តភ័ក្តិសុទ្ធតែល្អគ្រប់10ទាំងអស់គឺអត់ទេមានមិត្តល្អមានមិត្តអាក្រក់ទៅតាមប្រភេទមិត្តនីមួយចឹងហើយអញ្ចឹងនឹកទៅដល់មិត្តហ្នឹងគឺនៅក្នុងមានកុលសុខហ្នឹងនៅតែសំខាន់បំផុតដែលព្រះអង្គសម្ដែងអំពីសេវនាចពាលាណាំងការមិនសេពគប់នៅបុគ្គលពាលជាមង្គលដ៏ឧត្តមបុគ្គលពាលហ្នឹងការសេពគប់មិត្តហ្នឹងបើសេពគប់មិត្តខុសដូចឈ្មោះថាសេពគប់បុគ្គលពាលចឹងបុគ្គលដែលនាំទៅរកបាបដែលនាំទៅរកផ្លូវវិនាសផ្លូវអន្តរាយអីផ្សេងអញ្ចឹងការសេពគប់មិត្តនេះអាត្មាលើកដំបូងអំពីមិត្ត4ប្រភេទដែលជាមិត្តប្លន់មិត្តប្លន់ហ្នឹងគឺបានន័យថាមិត្តរាប់អានគ្នាគ្រាន់តែជាការរាប់អានណាបងអត់នាំប្រយោជន៍អីដល់គ្នាទេទី1គេញោមទី1គិតតែពីប្រយោជន៍ហ្នឹងគឺយកតែប្រយោជន៍ផ្ទាល់ខ្លួនហើយមកទី2ល្អតែសម្ដីបានតែសម្ដី